ចាជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយបង្ហាញបងប្អូនអំពីរបៀបមើលផ្កាយ DE នៅក្នុងតារាងប៉ាជឺបងប្អូនណាពីព្រោះមានការសំណូមពរពីបងប្អូនយើងទាំងអស់គ្នាក៏អាចសុំឲ្យខ្ញុំធ្វើវីដេអូបញ្យល់អំពីរបៀបមើលផ្កាយ DE នៅក្នុងតារាងប៉ាជឺថាបើយើងចង់ដឹងថាដួងរបស់យើងជាប់ផ្កាយ DE នៅលើសัตว์មួយណានៅលើធាតុអ្វីគឺយើងមើលទៅលើចំណុចណាហើយខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូមួយនេះបងប្អូនណាតែមុននឹងខ្ញុំបង្ហាញអំពីរបៀបមើលផ្កាយ DE នៅក្នុងតារាងប៉ាជឺដល់បងប្អូនទាំងអស់គ្នាខ្ញុំសូមឲ្យបងប្អូនដឹងអំពីផ្កាយ DE ជាមុនសិនថាសម្រាប់ផ្កាយ DE បើជាប់នៅក្នុងតារាងប៉ាជឺរបស់យើងទៅនៅលើធាតុណាមួយឬសត្វណាមួយណាផ្កាយនេះនឹងមានឥទ្ធិពលកាត់បន្ថយធម្មពលធាតុនោះ 50% បងប្អូនណាប្រសិនបើផ្កាយ DE ជាប់នៅក្នុងធាតុដែលវិជ្ជមានបានន័យថាក្នុងដួងរបស់បងប្អូនសម្រាប់ធាតុមួយនោះនឹងបាត់បង់ធម្មពលវិជ្ជមាន 50% ប៉ុន្តែបើសិនជាក្នុងករណីផ្កាយ DE ជាប់នៅក្នុងដួងរបស់បងប្អូនណាប៉ុន្តែជាប់ទៅលើធាតុអវិជ្ជមានបានន័យថាផ្កាយ DE ក៏ជួយកាត់បន្ថយធម្មពលអវិជ្ជមាននោះ 50% ដែរណាបងប្អូនអញ្ចឹងបងប្អូនកុំបារម្ភពេកពីព្រោះខ្ញុំឃើញបងប្អូនច្រើនគាត់បារម្ភណាមុននឹងបងប្អូនបារម្ភបងប្អូនត្រូវដឹងជាមុនសិនថាតើផ្កាយ DE ដែលជាប់នៅក្នុងដួងរបស់បងប្អូនជាប់នៅលើធាតុអ្វីណាធាតុវិជ្ជមានឬក៏ធាតុអវិជ្ជមានបើសិនជាថកជាប់នៅលើធាតុវិជ្ជមាននឹងចាំយើងបារម្ភតែបើសិនជាផ្កាយ DE ជាប់នៅលើធាតុអវិជ្ជមានវិញយើងក៏មានអារម្មណ៍ថាធូរចិត្តដែរព្រោះនៅពេលដែលមានបញ្ហាមិនល្អចូលមកដល់អាចនឹងជួយកាត់បន្ថយបានធម្មពលអាក្រក់ៗហ្នឹង 50% ដែរបងប្អូនណាអ្វីដែលខ្ញុំបញ្យល់ត្រង់ចំណុចនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានយល់ពីផ្កាយ DE កុំឲ្យបារម្ភពេកឲ្យតែឃើញផ្កាយ DE ជាប់ចេះតែបារម្ភណាហើយមួយទៀតបងប្អូនតាក់ទងជាមួយនឹងផ្កាយ DE នេះគឺមានគ្រប់គ្នាបងប្អូនកុំបារម្ភណាជាប់គ្រប់គ្នាអ្នកណាក៏ជាប់ដែរអ្នកណាក៏ជាប់ផ្កាយ DE ដែរគ្រាន់តែបងប្អូនខ្លះក៏កត់ជាប់នៅក្នុងតារាងសសរស្ដំទាំង4តាក់ទងជាមួយនឹងតារាងថ្ងៃខែឆ្នាំកំណើតរបស់គាត់បងប្អូនខ្លះក៏កត់ជាប់នៅលើតួវ័យចររបស់គាត់10ឆ្នាំម្ដងណាហើយបងប្អូនខ្លះក៏ជាប់នៅក្នុងឆ្នាំក្នុងខែក្នុងថ្ងៃតែបើសួរថាមានអ្នកណាជិះផុតទេគឺអត់ទេជាប់ដូចគ្នាគ្រាន់តែការជាប់នឹងខុសគ្នាអាស្រ័យទៅលើវេលាកំណើតរបស់យើងបងប្អូនណាតែខ្ញុំសូមបញ្ជាក់ថាបើជាប់នៅក្នុងតារាងសសរស្ដំឆ្នាំកើតខែកើតថ្ងៃកើតបានន័យថានឹងជាប់អតិពលនឹងពេញមួយជីវិតទេអត់ផ្លាស់ប្ដូរបានទេប៉ុន្តែបើជាប់នៅក្នុងវ័យចរយើងអាចមានបញ្ហាណាបើជាប់នៅលើធាតុល្អអាចមានបញ្ហាត្រឹមតែមួយវ័យចរនឹងទេ10ឆ្នាំហ្នឹងណាហើយធ្ងន់នៅពេលដែលឆ្នាំមួយទៀតដែលជាឆ្នាំ DE របស់យើងចូលជន់មួយជាន់ទៀតហ្នឹងវាអាចមានបញ្ហាធ្ងន់ធ្ងរប៉ុន្តែនៅពេលដែលកន្លងផុត10ឆ្នាំហ្នឹងគឺផុតតែបងប្អូនប៉ុន្តែបើជាប់នៅក្នុងតារាងសសរស្ដំយើងគឺមួយជីវិតហើយណាបងប្អូននឹងពាក់ព័ន្ធជាមួយនឹងធម្មពលផ្កាយ DE ប្រសិនបើជាប់នៅក្នុងធាតុដែលល្អឥឡូវយើងមកមើលពីរបៀបមើលវិញថាយើងមើលបែបណាណាអញ្ចឹងបងប្អូនតាក់ទងជាមួយនឹងការមើលផ្កាយ DE នៅក្នុងតារាងប៉ាជឺរបស់យើងនេះអត់មានអីពិបាកទេអ្វីដែលសំខាន់បងប្អូនត្រូវតែដឹងថាបងប្អូនកើតនៅក្នុងថ្ងៃស័ព្ទអីហើយមានតួរាសីធាតុអីណាឲ្យតែបងប្អូនច្បាស់ថាបងប្អូនមានតួខ្លួនធាតុអីហើយកើតនៅលើថ្ងៃស័ព្ទអីបងប្អូនអាចរកឃើញហើយណាតួខ្លួនរបស់យើងគឺសំដៅទៅលើថ្ងៃកើតខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតណាមិនមែនសំដៅទៅលើឆ្នាំខែកើតគឺអត់ទេគឺថ្ងៃកើតរបស់យើងជាថ្ងៃធាតុអីហើយអង្គុយលើស័ព្ទអីនឹងបងប្អូនអាចរកឃើញហើយឥឡូវបងប្អូនមកមើលណាតារាងនេះគឺជាតារាងធាតុដែលជាប់ DE នៅលើសัตว์អីឥឡូវបងប្អូនមើលជួរទី1ណាអ្នកដែលកើតថ្ងៃជូតឈើបោកឆ្លូវឈើដកខាលភ្លើងបោកថោះភ្លើងដករោងដីបោកម្សាញ់ដីដកមមីមាសបោកមម៉ែមាសដកវោកទឹកបោករកាទឹកដកណាអ្នកដែលកើតចំនួនមួយជួរនេះមួយជួរទាំងអស់10ធាតុនេះបងប្អូនគឺគាត់ជាប់ DE គឺចរហើយនឹងកុលបានន័យថាបើគាត់មានចរកុលនៅក្នុងតារាងគាត់ណាមិនថាជូតឈើបោកឆ្លូវឈើដកអ្នកដែលកើតថ្ងៃខាលភ្លើងបោកថោះភ្លើងដកអីទេគឺឲ្យតែមានចរកុលនៅក្នុងតារាងគាត់ឬក្នុងវ័យចររបស់គាត់បានឲ្យគាត់ជាប់ DE ហើយរាសីគាត់ជាប់ DE ហើយសួរថាជាប់ធាតុអីចគឺធាតុដីកុលគឺធាតុទឹកអញ្ចឹងគាត់ត្រូវទៅមើលថាតើធាតុទាំងពីរហ្នឹងជាធាតុវិជ្ជមានឬធាតុអវិជ្ជមានសម្រាប់គាត់ណាចំពោះអ្នកដែលកើតថ្ងៃចឈើបោកកុលឈើដកជូតភ្លើងបោកឆ្លូវភ្លើងដកខាលដីបោកថោះដីដករោងមាសបោកម្សាញ់មាសដកមមីទឹកបោកមមីទឹកដកពួកគាត់នឹងជាប់ DE សត្វវោកនិងសត្វរកាណាហើយសម្រាប់បងប្អូនដែលកើតក្នុងថ្ងៃវោកឈើបោករកាឈើដកចភ្លើងបោកកុលភ្លើងដកជូតដីបោកឆ្លូវដីដកខាលមាសបោកថោះមាសដករោងទឹកបោកម្សាញ់ទឹកដកគាត់នឹងជាប់ DE ទៅលើសត្វមមីនិងសត្វមមែបងប្អូនណានឹងសម្រាប់ពួកគាត់ចំពោះបងប្អូនដែលកើតនៅក្នុងថ្ងៃមមីឈើបោកមមែឈើដកវោកភ្លើងបោករកាភ្លើងដកចដីបោកកុលដីដកណាជូតមាសបោកឆ្លូវមាសដកខាលទឹកបោកថោះទឹកដកគាត់នឹងជាប់ DE នៅក្នុងសត្វរោងសត្វអសាញ់បងប្អូនសម្រាប់បងប្អូនដែលកើតនៅក្នុង
ថ្ងៃរោងឈើបោកមកសាញ់ឈើដកណាមកមីភ្លើងបោកមកម៉ែភ្លើងដកវោកដីបោករកាដីដកចមាសបោកកុលមាសដកជូតទឹកបោកឆ្លូវទឹកដកគាត់នឹងជាប់ DE នៅលើសัตว์ខាលនឹងថោះសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃខាលឈើបោកថោះឈើដករោងភ្លើងបោកមកសាញ់ភ្លើងដកមកមីដីបោកមកម៉ែដីបដកវោកមាសបោករកាមាសដកចទឹកបោកកុលទឹកដកគាត់នឹងជាប់ DE នៅលើសัตว์ជូតហើយហ្នឹងសัตว์ឆ្លូវណាបងប្អូនអញ្ចឹងសម្រាប់តួខ្លួនទាំងអស់ដែលខ្ញុំបានរៀបរាប់នេះគឺសัตว์ជាប់ DE របស់គាត់ហ្នឹងដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងបងប្អូនណាមិនថាសัตว์នោះមាននៅក្នុងសសរស្ដំនៅក្នុងវ័យចឬក៏នៅក្នុងថ្ងៃខែណាមួយទេបានន័យថាឲ្យទៅពេលវេលាសัตว์នឹងចូលមកដល់គឺបានន័យថាដួងរបស់គាត់កំពុងជួបជាមួយនឹងផ្កាយ DE ដែលជាប់នៅក្នុងដួងរាសីរបស់គាត់ហើយបើយើងចង់ដឹងថាតើផ្កាយ DE ដែលចូលមកនឹងល្អមិនល្អដូចខ្ញុំបញ្យល់ខាងដើមអញ្ចឹងណាយើងត្រូវដឹងថាធាតុដែលជាប់នោះជាធាតុអីជាធាតុវិជ្ជមានឬក៏ធាតុអវិជ្ជមានបើសិនជាធាតុវិជ្ជមានធាតុនោះចូលមកដល់យើងសង្ឃឹមថាហេង 100% ប៉ុន្តែមិនបាន 100% ទេគឺបានត្រឹមតែ 50% ទេពីព្រោះធម្មពលផ្កាយ DE ស្រូបយកធម្មពលល្អគឺ 50% ហើយបងប្អូនណាហើយប៉ុន្តែបើសិននៅក្នុងករណីវេលាដែលដល់ផ្កាយ DE ដែរប៉ុន្តែ DE ជាប់នៅលើធាតុអវិជ្ជមានវិញអញ្ចឹងធម្មពលមិនល្អធម្មពលអវិជ្ជមានដែលបំរុងកើតលើជីវិតរបស់យើងក៏នឹងធ្លាក់ចុះ 50% ដែរវាជាសំណាងមួយដែរអញ្ចឹងហើយទៅខ្ញុំជម្រាបជូនបងប្អូនថាកុំឲ្យបងប្អូនព្រួយបារម្ភខ្លាំងពេកទាក់ទងជាមួយនឹងផ្កាយ DE ណាអ្វីដែលបងប្អូនត្រូវដឹងមុននឹងបងប្អូនបារម្ភបងប្អូនត្រូវដឹងថាតើផ្កាយ DE ដែលជាប់នៅក្នុងដួងរបស់បងប្អូនជាប់នៅលើធាតុអ្វីណាធាតុវិជ្ជមានឬធាតុអវិជ្ជមានបើជាប់នៅលើធាតុវិជ្ជមានទៅយើងបារម្ភណាតែបើជាប់នៅក្នុងធាតុអវិជ្ជមានទេជារឿងមួយដែលយើងគួរតែសប្បាយចិត្តវិញអញ្ចឹងពាក់ព័ន្ធជាមួយនឹងការដោះ DE ដូចគ្នាដែរបងប្អូនណាមិនមែនឲ្យទៅជាប់ DE ត្រូវតែដោះទេគឺអត់ទេបងប្អូនត្រូវដឹងសិនថាតើ DE របស់យើងនឹងជាប់នៅលើធាតុអីបើជាប់នៅលើធាតុដែលល្អចាំយើងដោះតែបើជាប់នៅលើធាតុមិនល្អយើងមិនចាំបាច់ដោះទេបងប្អូនអរគុណច្រើនបងប្អូនណាសម្រាប់ការចែករំលែករបស់ខ្ញុំក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ណាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត